អីពេញមួយថ្ងៃហើយបើដឹងមុនអញ្ចឹងយប់មិនខ្ញុំញ៉ាំសងឯណាណីហើយតើខ្ញុំបានផោមទេនាយកលីលោកទទួលស្គាល់ទេថាលោកខ្លួនឯងជាអ្នកផោមយ៉ាងម៉េចលោកខ្លាចខ្ញុំសើចចំអកអីខ្ញុំពិតជាមិនបានផោមមែនណាលោកអត់បានផោមខ្ញុំក៏អត់បានផោមដែរអញ្ចឹងផោមនេះមានតែភីមកពីកន្លែងផ្សេងអាយចាបើថាលោកខ្លាចបាក់មុខនោះបានអញ្ចឹងខ្ញុំគឺជាអ្នកផោមក៏បានដែរឬពិតជាខ្ញុំពិតមែនណានាយកលីរឿងផោមនេះគឺជារឿងធម្មតារបស់មនុស្សលោកទីគ្រាន់តែផោមគ្មានអីត្រូវខ្មាស់អៀនឡើយអញ្ចឹងអាចថាខ្ញុំនេះគឺជាអ្នកដែលអាចផោមវ៉ាហេថ្ងៃមិនទៅត្រូវចាប់បានហើយអត់ខ្មាស់គេអីទេសិនសិញឈិនឯងមានកូនមុនរៀបការចង់ដឹងថាពីនឹងកូនឯងនេះយ៉ាងម៉េចទៅហើយនឹងម៉ាមីកំពុងតែមើលអីនឹងគ្មានអីទេតាពួកយើងចាប់ផ្ទះទៅកូនសិនសិញឈិននេះកូនឯងធំប៉ុណ្ណឹងទៅហើយអីចាំមើលថាឯងនឹងដោះស្រាយយ៉ាងម៉េចនាងចង់លេងដើម្បីស្អីទៀតហើយសៅឈិនបងដឹងទីថាខ្ញុំតាមដានមនុស្សយន្តរបស់បងហើយប្រទះឃើញអីដែរទីនាងមានកូនស្រីម្នាក់ហ្នឹងនាងចង់លេងដើម្បីស្អីទៀតហើយស៊ូឈិនឬមកក៏បងមិនចង់ដឹងទីថាហេតុអីបានជាមិត្តស្រីបងរយប់ឡើងគេមិននៅក្បែរបងសោះទេអីនាងទៅធ្វើស្អីគេបងស្ងប់ចិត្តចឹងខ្ញុំគ្មានបានធ្វើអីនាងទេខ្ញុំបានឃើញថានាងនាំកូនស្រីម្នាក់មកផ្ទះនឹងខ្ញុំគឺបានតាមដាននាងមនុស្សយន្តនឹងតាំងពីនាងចេញពីក្រុមហ៊ុនរបស់បងមកម្លេះនឹងកូនស្រីមែនទេសងឆៅអីនាងនឹងពីលទ្ធផលហើយពីការដែលធ្វើបាបមនុស្សរបស់ខ្ញុំអញ្ចឹងបងក៏មកសន្តាគារឆឹងហោបានតបលេខ6 3ដើមមកបងនឹងដឹងគ្រប់យ៉ាងហើយសម្រាប់ពុកម៉ែបងប្អូនដែលចង់បានផ្ទះនៅខាងចំការដង3បងប្អូនណាបាទផ្ទះនេះដែរគឺបានប្លង់សេររហូតដល់2សន្លឹកពេញហើយមានកម្ពស់រហូតដល់3ជាន់គាត់ដំបូលជូនបងប្អូនណាបាទហើយនេះគឺជាផ្ទះគំរូបងប្អូនណាបាទដែលបងប្អូនអាចជិះមកផ្ទាល់បានហើយយើងមាន2បន្ទប់ពេងនិង3បន្ទប់ទឹកហើយមានផ្ទះបាយមួយនៅខាងក្រោយនេះហងដែរបងប្អូនណាបាទហើយយើងនៅសល់ដីខាងក្រោយ1ម៉ែត្រឬក៏1ម៉ែត្រជាងទៅតាមទំហំផ្ទះហើយនិងទំហំដីមួយផងដែរបងប្អូនណាបាទហើយយើងមានទីបន្ទប់បាទហើយនេះគឺជាបន្ទប់សមាជិកគ្រួសារឬក៏យើងអាចហៅជាបន្ទប់កូនក៏បានដែរបងប្អូនណាបាទរីឯចំណែកតម្លៃវិញគឺតម្លៃធូរថ្លៃមែនទេបងប្អូនណាបាទនៅខាងក្នុង3នេះតម្លៃខ្ទង់តែ 50000 ជាងតែប៉ុណ្ណោះបងប្អូនណាបាទហើយនេះគឺជាបន្ទប់មេគ្រួសារឬក៏យើងហៅជាបន្ទប់ប៉ាក៏បានដែរបងប្អូនណាបាទអញ្ចឹងបងប្អូនថាគាត់មានអារម្មណ៍ចង់បានផ្ទះតែខាងចំការដង3បងប្អូនណាអាចអញ្ជើញមកទៅបានអាចទៅដល់បានតាមលេខទូរស័ព្ទបងប្អូនណាបាទសូមអរគុណស៊ូឈិនខ្ញុំដឹងថាបងប្រកាសជាជឿខ្ញុំហើយសិនស៊ូឈិនអ្នកសម្រាប់ចិត្តបងនោះគឺនៅក្នុងអគារនោះហើយមើលទៅស្ទើរអារម្មណ៍របស់នេះពិបាកធ្វើឲ្យខ្ញុំជឿនាងណាមិនគ្រប់ទឹកអីខ្ញុំពិតជាមិនអីមែនហេតុអីក៏បងមិនជឿខ្ញុំសោះអញ្ចឹងខ្ញុំគ្មានបញ្ហាទេខ្ញុំបានទៅពេទ្យឲ្យគេពិនិត្យមើលហើយថាខ្ញុំគ្មានបញ្ហាទេបងត្រូវជឿជាក់លើខ្ញុំគ្មានបញ្ហាគូក្បាលទេមកក៏បងតាន់និយាយថាខ្ញុំមិនគ្រប់ទឹករាល់ពេលអញ្ចឹងខ្ញុំគ្មានបញ្ហាអីមែនខ្ញុំមកទីនេះមិនមែនដោយសារតែជឿនាងទេតែខ្ញុំមកទីនេះថ្ងៃនេះគឺដើម្បីឲ្យនាងអស់ចិត្តប៉ុណ្ណោះបានស៊ូឈិនគឺនៅទីនេះហើយអ្នកសម្អុយនោះគឺនៅក្នុងនេះហើយលោកពៅមករកអ្នកណាទេស៊ូឈិនគឺអ្នកសម្អុយនឹងហើយអ្នកមីងខ្ញុំមិនមកជាអ្នកសម្អុយទេមកយ៉ាងវិញទៀតអ្នកមីងក៏មកលើពេកយប់ណាស់ហើយក៏រំខានអ្នកដទៃគេសម្រាប់អីយើងនេះហីចាញ់ទៅអីឯងអីក៏រហ័សយ៉ាងនេះ
ស្រីល្ងងនេះចង់ធ្វើស្អីក្មេងនឹងទេ យើងមករកម៉ែឯងមិនមែនរកឯងទេចាញ់ទីង សូម្បីក្មេងក៏នាងមិនលឹកលែងដែរអី នាងគឺនាងដូចខ្លួនឯងតើខ្ញុំមិនដឹងអីទីង នេះនាង លឹកអ្នកណាគេមកនឹងកូនគេមានក្រុមកញ្ច្រោះសម្រាប់ចូលមកណាម៉ាក់នឹងហើយនាងសម្អុយនោះពាក់ស្បែកជើងនឹងហើយ ឈិនពាក់ស្បែកជើងនេះរាល់ថ្ងៃទេតើ ហ่ะមើលតែមកផ្លេនយើងក៏ដឹងដល់កញ្ចៅនាងដែរសួស្ដីតើអ្នកទាំងពីរគឺជានរណាដែរនាងគឺជាម្ដាយរបស់កូនស្រីនេះមែនទេមែនហើយមានអីហីប៉ុន្តែមុននឹងខ្ញុំទៅតែបានឃើញពួកគេពីអ្នកម៉ែកូនចូលមកទីនេះតែនេះគឺមានរូបថតដាក់តាំងចាំណាបញ្ជាក់ថាគឺជាម្ដាយក្មេងនេះពិតមែនហើយបង្ករឿងឆ្អែតហើយនេះ អ្នកនាងចង់និយាយថាក្រៅពីអ្នកទាំងពីរហើយនៅមានអ្នកផ្សេងនៅក្នុងផ្ទះខ្ញុំទៀតមែនទេប៉ុន្តែផ្ទះខ្ញុំមានតែបន្ទប់គេងមួយទទួលភ្ញៀវមួយប៉ុណ្ណឹងគេនោះមិនអាចពូននៅកន្លែងផ្សេងបានទេ សម្រាប់ពុកម៉ែបងប្អូនដែលចង់បានផ្ទះនៅខាងចំការដង3បងប្អូនណាបាទផ្ទះនេះដែរគឺបានប្លង់សេរ៉ូដល់2សន្លឹកពេញហើយមានកម្ពស់រហូតដល់3ជាន់គាត់ដំបូលជូនបងប្អូនណាបាទហើយនេះគឺជាផ្ទះគំរូបងប្អូនណាបាទដែលបងប្អូនអាចជិះមើលផ្ទាល់បានហើយយើងមាន2បន្ទប់គេងនិង3បន្ទប់ទឹកហើយមានផ្ទះបាយមួយនៅខាងក្រោយនេះហងដែរបងប្អូនណាបាទហើយយើងនៅសល់ដីខាងក្រោយ1ម៉ែត្រឬក៏1ម៉ែត្រជាងទៅតាមទំហំផ្ទះហើយនិងទំហំដីមួយផងដែរបងប្អូនណាបាទហើយយើងមានទីបន្ទប់បាទហើយនេះគឺជាបន្ទប់សមាជិកគ្រួសារឬក៏យើងអាចហៅជាបន្ទប់កូនក៏បានដែរបងប្អូនណាបាទរីឯចំណែកតម្លៃវិញគឺតម្លៃធូរថ្លៃមែនទេបងប្អូនណាបាទនៅខាងក្នុង3នេះតម្លៃខ្ទង់តែ 50000 ជាងតែប៉ុណ្ណោះបងប្អូនណាបាទហើយនេះគឺជាបន្ទប់មេគ្រួសារឬក៏យើងហៅជាបន្ទប់ប៉ាក៏បានដែរបងប្អូនណាបាទអញ្ចឹងបងប្អូនថាគាត់មានអារម្មណ៍ចង់បានផ្ទះតែខាងចំការដង3បងប្អូនណាអាចអញ្ជើញមកទៅបានអាចទៅដល់បានតាមលេខទូរស័ព្ទបងប្អូនណាបាទសូមអរគុណ នាងចាញ់ទៅខ្ញុំរកខ្លួនឯងអេអ្នកនាងខាងនេះបាននាងមកធ្វើឈ្គូនៅផ្ទះខ្ញុំនោះខ្ញុំនឹងប្តឹងប៉ូលីសហើយនាងសំអីនាងហ៊ានបានខ្ញុំផងអីវាប្រកាសជាពូននៅក្នុងនឹងហើយឆាប់ចេញភ្លាមពូនាងសម្រុកចូលផ្ទះហើយនៅចង់រករើបន្ទប់ឯកជនរបស់ខ្ញុំទៀតយើងប្រាប់ឯងថាឯងទាំងពីរអាចពូនដល់ឋាននរកណាទេឆាប់ចេញភ្លាមយើងនឹងបានសិនសិញឈិនម្ដងនេះនាងពិតជាមិនអាចគេចផុតបានទេមកកញ្ចឹងយើងទៅតែបានលើសម្លេងកម្រើកមែនតែពេលនេះនាងអាចចេញពីផ្ទះខ្ញុំបានហើយ ខ្ញុំសុំទោសផងដែលរំខានអ្នកនេះ ហើយឈប់សិនសៀវឈិនបងត្រូវទៅជឿខ្ញុំហ្នឹងខ្ញុំទៅតែបានឃើញដល់ផ្ទាល់ភ្នែកថានាងចូលក្នុងហ្នឹងវាច្បាស់ជាមានផ្លូវសម្ងាត់ចាំខ្ញុំចាប់វាឲ្យបានចឹងសិនសិញឈិនហើយខ្ញុំពិតជាបានឃើញនាងចូលមកក្នុងហ្នឹងមែន ខ្ញុំថាគ្រួសារសងនេះមិនបាច់ធ្វើចំនួនទេធ្វើដាក់ជីរូងវិញទេ ហាហើយយ៉ាកុំអីណាសិញឈិនមកឆាប់ចេញមកម៉ែអើយបេតាហើយសិញឈិនមិនបានចៃដឹងថាពួកគេអាចនឹងមកអញ្ចឹងគឺយើងចាប់បានថាម្នាក់តាមដានអ្នកណាទៅដឹងថាតាមពិតជាស្រីល្ងងនេះសាំងតាមយើងដល់ផ្ទះនោះទៅគ្នាបញ្ញាប់មើលទេគឺថាគឺពិតជានាងនឹងពិតមែនយើងឡើងទុនជង្គង់អស់លីងសំណាងហេតុដែលយើងជាមួយលឹកលឹងមានរូបថតជាមួយគ្នាតាំងពីតូចមិនអញ្ចឹងទេច្បាស់ជាពួកគេចាប់បានហើយសំណាងហេតុដែលមានឯងម៉ាមីពួកយើងឈ្នះហើយ ហើយសៀវឈិនបងជឿខ្ញុំម្ដងទេខ្ញុំពិតជាបានឃើញពួកគេពិតមែនខ្ញុំពិតជា នៅមិនគ្រប់គ្រាន់ទៀតអីនាងចោះគ្រួសារសងនឹងចូលក្នុងរឿងនឹងដែរមែនទេ អេហើយសិនសិញឈិននេះមិនឲ្យយើងបានសុកស្រួលមែនទេអញ្ចឹងពួកយើងងាប់ជាមួយគ្នាទេស្អែកមក9ព្រឹងចាំជួយខ្ញុំចាប់មនុស្សម្នាក់ឲ្យខ្ញុំនៅមុខក្រុមហ៊ុនលីង
លោកតាចាំមិននេះមកចាំខ្ញុំជួយលើកលោកតានេះលោកតាមិនអីទេ អូនស្រីស្អាតមិនដែលមនុស្សប្រាប់អូនទេថាកុំឲ្យនិយាយរកមនុស្សប្លែកមកប្រទេសផ្ដាស់ណា សងឈីវអ៊ីងអ្នកមិនដឹងទេថាការចាប់មនុស្សឲ្យសម្លាប់គឺជាបទល្មើសខុស សម្រាប់ពុកម៉ែបងប្អូនដែលចង់បានផ្ទះនៅខាងចំការដង3បងប្អូនណាបាទផ្ទះនេះដែរគឺបានប្លង់សេរ៉ូដល់2សន្លឹកពេញហើយមានកម្ពស់រហូតដល់3ជាន់គាត់ដំបូលជូនបងប្អូនណាបាទហើយនេះគឺជាផ្ទះគំរូបងប្អូនណាបាទដែលបងប្អូនអាចជិះមកផ្ទាល់បានហើយយើងមាន2បន្ទប់ពេងនិង3បន្ទប់ទឹកហើយមានផ្ទះបាយមួយនៅខាងក្រោយនេះហងដែរបងប្អូនណាបាទហើយយើងនៅសល់ដីខាងក្រោយ1ម៉ែត្រឬក៏1ម៉ែត្រជាងទៅតាមទំហំផ្ទះហើយនិងទំហំដីមួយផងដែរបងប្អូនណាបាទហើយយើងមានទីបន្ទប់បាទហើយនេះគឺជាបន្ទប់សមាជិកគ្រួសារឬក៏យើងអាចហៅជាបន្ទប់កូនក៏បានដែរបងប្អូនណាបាទរីឯចំណែកតម្លៃវិញគឺតម្លៃធូរថ្លៃមែនទេបងប្អូនណាបាទនៅខាងក្នុង3នេះតម្លៃខ្ទង់តែ 50000 ជាងតែប៉ុណ្ណោះបងប្អូនណាបាទហើយនេះគឺជាបន្ទប់មេគ្រួសារឬក៏អាចហៅជាបន្ទប់ប៉ាក៏បានដែរបងប្អូនណាបាទអញ្ចឹងបងប្អូនថាគាត់មានអារម្មណ៍ចង់បានផ្ទះតែខាងចំការដង3បងប្អូនណាអាចអញ្ជើញមកទៅបានអាចទៅដល់បានតាមលេខទូរស័ព្ទបងប្អូនណាបាទសូមអរគុណ